សូមប្រជាពលរដ្ឋកម្ពុជាបង្កើនការប្រុងប្រយ័ត្នថែទាំសុខភាពទាំងអស់គ្នាកម្ពុជាបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់ចាប់ពីថ្ងៃនេះដល់ថ្ងៃទី1ខែមិថុនាសរុបគឺ3ថ្ងៃពេញនៅតាមតំបន់មួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជានឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់ចាប់ពី25ដល់30%ខណៈសីតុណ្ហភាពមានចន្លោះពី25ទៅ37អង្សាសេករណីមានភ្លៀងធ្លាក់ដោយតំបន់នេះគឺដោយសារឥទ្ធិពលខ្យល់មូសុងនិរដីជាមួយសម្ពាធទាបដែលគ្របដណ្ដប់លើឈូងសមុទ្រថៃអាងទន្លេមេគង្គនិងសមុទ្រចិនភាគខាងត្បូងដែលមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជានេះបើតាមការប្រកាសរបស់ក្រសួងធនធានទឹកនិងអូតូនិយមនៅថ្ងៃទី30ខែឧសភាបាទនេះតែម្ដងតាមការប្រកាសស្ថានភាពបែបនេះចាប់ពីថ្ងៃទី30ដល់ថ្ងៃខែឧសភាដល់ថ្ងៃទី1ខែមិថុនាឆ្នាំ2025នឹងធ្វើឲ្យតំបន់វាលទំនាបមានសីតុណ្ហភាពមធ្យមអបបរមា25អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា37អង្សាសេខ្យល់បក់មកពីទិសនិរដីនិងអាគ្នេយ៍មានល្បឿនមធ្យម3ម៉ែត្រក្នុង1វិនាទីខេត្តបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់កំពង់ឆ្នាំងសៀមរាបកំពង់ធំកំពង់ចាមត្បូងឃ្មុំព្រៃវែងកណ្ដាលតាកែវស្វាយរៀងនិងភ្នំពេញអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដីប្រមាណ30%តំបន់ខ្ពង់រាបនឹងមានសីតុណ្ហភាពមធ្យមអបបរមា25អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា36អង្សាសេខ្យល់បក់មកពីទិសនិរដីនិងអាគ្នេយ៍មានល្បឿន4ម៉ែត្រក្នុង1វិនាទីខេត្តកំពង់ស្ពឺបៃលិនឧត្តរមានជ័យព្រះវិហារក្រចេះស្ទឹងត្រែងរតនគិរីមណ្ឌលគិរីជួរភ្នំដងរែកនិងតំបន់ជួរភ្នំក្រវាញអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដីប្រមាណ 25% ងាកទៅកាន់តំបន់មាត់សមុទ្រឯណោះវិញនឹងមានសីតុណ្ហភាពមធ្យមអបបរមា25អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា36អង្សាសេខ្យល់បក់មកពីទិសនិរដីនិងបច្ឆិមមានល្បឿនមធ្យម3ម៉ែត្រក្នុង1វិនាទីខេត្តកោះកុងព្រះសីហនុកំពតកែបនិងជួរភ្នំបូកគោអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដីប្រមាណ 30% រលកសមុទ្រមានកម្ពស់មធ្យមអបបរមា 0.50 ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា 0.75 ម៉ែត្រអាស្រ័យដោយបានជម្រាបជូនខាងលើសូមសាធារណជនទទួលជ្រាបដឹងជាព័ត៌មានការផ្សាយរបស់ក្រសួងធនធានទឹកនិងអូតូនិយមចូលថ្ងៃទី30ខែឧសភាឆ្នាំ2025ជាចុងក្រោយសូមជម្រាបលា